តោះវីដេអូនេះខ្ញុំនិយាយរឿង comment បងអូនប្រុសបងអូនស្រីគាត់ comment ថាកុំទៅជឿអារឿងបរទេសនឹងពេកមានអ្នកចាញ់បោកអស់រាប់ម៉ឺន$10នៅញូហ្សេឡង់អញ្ចឹងវីដេអូនេះខ្ញុំឆ្លើយតបទៅលើរឿងបោកប្រាស់ហើយខ្ញុំនិយាយរឿងបោកប្រាស់នេះគឺនិយាយតែរឿងបោកប្រាស់ទៅលើរឿងលុយកាក់ទេខ្ញុំអត់និយាយរឿងបោកប្រាស់ទៅលើខ្លួនប្រាណបោកប្រាស់ទៅលើទំនុកចិត្តអីផ្សេងខ្ញុំនិយាយតែរឿងបោកប្រាស់តែលុយកាក់ទេអញ្ចឹងដើម្បីកុំឲ្យយើងបោកប្រាស់តែយើងត្រូវធ្វើម៉េចទី1បងប្អូនចិត្តលោភលន់កុំលោភលន់ឲ្យសោះចាទី2យើងត្រូវប្រើសតិបញ្ញារបស់យើងតើធ្វើម៉េចកុំឲ្យគេបោកយើងចាអញ្ចឹងខ្ញុំនិយាយពីរឿងទំនាក់ទំនងរបៀបបោកនៅក្នុងបោកលុយនៅក្នុងទំនាក់ទំនងចាតែយើងធ្វើម៉េចកុំឲ្យយើងចាញ់មកគេបងប្អូននៅពេលដែលមានបរទេសមកតាក់ទងយើងត្រូវតាំងចិត្តខ្លួនយើងថាបើសិនជាដើម្បីប្រុសកុំឲ្យលុយឲ្យសោះកុំឲ្យលុយចេញពីកប៉ៅយើងសំបីតែ100ខ្មែរដោយសារតែប្រុសកុំឲ្យសោះចាចាំគេរៀបការឬក៏ភ្ជាប់ពាក្យឬក៏ធ្វើអីមួយសិនចាំយើងនឹងអាហ្នឹងរឿងមួយទៀតប៉ុន្តែបើថាមិនទាន់ដឹងអីផងកុំឲ្យចេញលុយពីកប៉ៅរបស់យើងអាហ្នឹងយើងអត់ចេះចាញ់បោកគេទេមួយទៀតយើងប្រើសតិបញ្ញារបស់យើងមិនឧទាហរណ៍ថាមានបរទេសគាត់មកចង់តាក់ទងយើងធម្មតាយើងចង់រកបរទេសអញ្ចឹងហើយតែយើងធ្វើម៉េចកុំឲ្យយើងនេះទីមួយគេថាស្គាល់គ្នាយូរទៅអូយខ្ញុំអត់មានខ្ញុំផ្ញើរបស់ឲ្យអ្នកឯងខ្ញុំផ្ញើកាដូឲ្យអ្នកឯងឥឡូវហ្នឹងកាដូហ្នឹងអ្នកឯងចេញសេវាសិនទៅចាំខ្ញុំឲ្យលុយទៅអ្នកឯងឬក៏វាជាប់ពន្ធគោយអីដូចតែបងប្អូនផ្សេងទៀតគាត់ចាញ់បោកណាស់អញ្ចឹងណាអញ្ចឹងត្រូវចេះគិតថាអូមនុស្សប្រុសគ្រាន់តែឲ្យកាដូយើងក៏ឲ្យយើងជួយចេញលុយដែរអញ្ចឹងអាមនុស្សប្រុសបែបហ្នឹងយើងគួរយកអត់ no ចា no អញ្ចឹងមួយណាយើងអត់ត្រូវចេញលុយ2ឧទាហរណ៍ថាគេមកជួបយើងហើយប៉ុន្តែគេមើលទៅយើងដូចថាសមត្ថភាពយើងមានលុយមានកាក់អីដែរគេចង់បោកយើងទៀតអញ្ចឹងនៅពេលហ្នឹងគេប្រើវិធីតាមវិធីគេឧទាហរណ៍គេចង់រៀបការហើយទៅគេចង់ទិញនេះទិញនោះអញ្ចឹងទៅគេថាអូខ្ញុំអត់មានលុយទេលុយខ្ញុំអត់ទាន់លក់ផ្ទះបានឬក៏ខ្ញុំអត់ទាន់បានវេចូលកង់ចូលអីធនាគារអីលុយតាមវិធីណាក៏ដោយគេថាឲ្យយើងនឹងចេញលុយថ្លៃអាហ្នឹងសិនមកចាំខ្ញុំនឹងឲ្យលុយអ្នកឯងអញ្ចឹងយើងត្រូវគិតមួយទៀតចំគ្រាន់តែឡើងប៉ុណ្ណឹងក៏អត់មានលុយដែរចង់និយាយចឹងឲ្យមនុស្សស្រីចេញលុយសិនចុះទៅថ្ងៃអនាគតមិនទៅបើសិនជាគ្រាន់តែលុយប៉ុណ្ណឹងអត់មានលុយការផងហ្នឹងអត់មានលុយមកសកួរផងហ្នឹងអញ្ចឹងយកទៅអីអញ្ចឹងយើងត្រូវគិតមួយទៀត no អ្នកឯងបើសិនជាអ្នកឯងមានលុយគឺខ្ញុំអត់ធ្វើចាអត់ធ្វើចាទី3គេថាអូអ្នកឯងឥឡូវជាគូតដឹងហីឧទាហរណ៍គេមើលឃើញហើយចង់បោកអ្នកឯងទៀតអូអ្នកអើយខ្ញុំចង់មកវិនិយោគនៅស្រុកខ្មែរខ្ញុំចង់បើកហាងខ្ញុំចង់ធ្វើនេះធ្វើនោះអញ្ចឹងណាតើយើងអាចធ្វើបានអត់អីវិធីសាស្ត្រគេច្រើននិយាយកាត់ពេលអញ្ចឹងទៅត្រូវគិតទៀតថាអូអ្នកឯងអាចចាញ់លុយយើងអាចជួលហាងយើងអាចជួល office យើងអាចជួលអីតែយើងអាចអ្នកឯងចេញលុយមកសិនបានអត់ចាំខ្ញុំផ្ញើលុយឲ្យអ្នកឯងវិញមួយទៀតណាបងប្អូន no ដើម្បីចង់និយាយថាមនុស្សប្រុសបែបហ្នឹងគឺកុំយកឲ្យសោះចាកុំឲ្យសោះថាតែខ្ញុំអត់មានលុយទេបើអត់មានលុយក្នុងដៃគឺមិនបាច់ចាំវិនិយោគមិនបាច់ចាំធ្វើការរកស៊ីអីជាមួយគ្នាទេបើមិនជាអត់មានលុយមកក្នុងដៃខ្ញុំអត់មានលុយចេញទេខ្ញុំមានលុយសម្រាប់តែជីវភាពរបស់ខ្ញុំបើមិនជាអ្នកឯងចង់ធ្វើអ្នកឯងផ្ញើលុយមកមុនសិនមកបានខ្ញុំធ្វើឲ្យចាឬក៏យើងអ្នកឯងចង់ខ្លាចខ្ញុំបោកអ្នកឯងទៅទាំងអស់គ្នាបានយើងធ្វើទៅចាំខ្ញុំជួបអ្នកឯងទៅព្រោះស្រុកខ្ញុំចេះភាសាអញ្ចឹងអ្នកឯងចង់ធ្វើអីគឺអ្នកឯងចាំមកសិនមកឃើញទេយើងអត់ចាញ់បោកគេទេទី3ឧទាហរណ៍គេថាខ្ញុំនឹងយកអ្នកឯងទៅលេងស្រុកខ្ញុំសិនដើម្បីឲ្យស្គាល់ប្រទេសខ្ញុំដើម្បីឲ្យអ្នកឯងដើរលេងពីព្រោះគេដឹងថាស៊ីយើងចង់ទៅលេងស្រុកគេអីចឹងឬក៏ចង់ស្គាល់ស្រុកគេឬក៏គេភ្ជាប់ពីឲ្យគេចង់យកយើងទៅប៉ុន្តែគេបោកវិធីសាស្ត្របោកតើយើងធ្វើមិនទៀតអញ្ចឹងយើងធ្វើណារត់ឯកសារត្រូវការអស់លុយមែនអត់អស់លុយចាទៅស្រុកគេអស់លុយច្រើនណាបងប្អូនរៀបឯកសារអញ្ចឹងម្នាក់ប្រុសនេះគាត់ចង់បោកលុយយើងថាអូអ្នកឯងខ្ញុំអត់មានលុយឬក៏ខ្ញុំមិនទៅហេតុផលតែអ្នកឯងអាចផ្ញើលុយឲ្យខ្ញុំខ្លះឬក៏អ្នកឯងចេញសិនអីអត់បានអត់អីអញ្ចឹងណាអញ្ចឹងត្រូវគិតមួយទៀតថាដើម្បីមនុស្សប្រុសកុំចេញលុយពីកប៉ៅយើងបើមនុស្សប្រុសបែបហ្នឹងមិនបាច់ចាំយកធ្វើប្តីមិនបាច់ចាំយកធ្វើសង្សារមិនបាច់ចាំរាប់អានចាគឺចេញមកមិនទាន់បានយើងជាប្រពន្ធជាប្តីផងបានធ្វើអញ្ចឹងយើងមិនបាច់ទេបងប្អូនកុំឲ្យសោះចាហើយមួយទៀតឧទាហរណ៍ថា
រឿងមួយទៀតដែលយើងអាចចេញលុយបានថាដើរលេងមួយគ្នាដើរលេងឬក៏ធ្វើអីទៅឬក៏គេមានខួបកណៅឬក៏គេថាខួបកណៅអីចឹងទៅយើងទិញរបស់តិចតួចឲ្យគេអាហ្នឹងអត់បញ្ហាទេចាហើយឬក៏ដើរលេងចឹងទៅស្រាប់តែទិញកាហ្វេហាងកាហ្វេចឹងស្រាប់តែតើគិតលុយអីចឹងយើងទៅគិតទៅចំនួន$7-8អី2នាក់អីចឹងម្នាក់មួយកែវចាអញ្ចឹងអាហ្នឹងយើងអាចចេញលុយបានប៉ុន្តែទៅហាងធំអីហ្នឹងកុំចេញចាំមើលគេសិនចាចាខ្ញុំនិយាយចឹងគឺចង់និយាយថាជាមួយមនុស្សប្រុសហើយជាមួយនឹងបរទេសអីហ្នឹងណាបងប្អូនត្រូវតែប្រយ័ត្នប្រយែងអញ្ចឹងហើយមិនមែនថាបរទេសទាំងអស់គឺល្អទេបងប្អូនបរទេសគឺមួយចំនួនក៏គេមកក្នុងទ្រង់ទ្រាយបោកដែរគេជួនកាលគេមិនដឹងថាស្រីអាស៊ីយើងចង់បានគេអីចឹងទៅចាអញ្ចឹងគេងាយស្រួលក្នុងការយើងគេបោកដែរប៉ុន្តែមានភាគរយតិចដែលដូចថាបានជួបគ្នាជួបមុខគ្នាអីគេបោកអីអញ្ចឹងណាហើយខ្ញុំមិនដឹងថាខាងបងនៅញូហ្សេឡង់ហ្នឹងគេបោកបែបណាហើយបរទេសហ្នឹងគេបោកមិនខ្ញុំមិនដឹងឲ្យបោកបែបវិនិយោគបោកអីខ្ញុំមិនដឹងឬក៏បោកបានដល់ថ្នាក់អស់រាប់ម៉ឺន$បងប្អូនច្រើនណាស់រាប់ម៉ឺន$កុំថាឡាយរាប់ម៉ឺនតែ1000ក៏ខ្ញុំស្ដាយលុយព្រោះខ្ញុំមិនមែនជាអ្នកមានលុយតែខ្ញុំអាចជួយខ្លួនខ្ញុំបានមិនបាច់បរទេសខ្ញុំអាចមានការងារធ្វើគ្រាន់ថាវាមិនមានបបោហូហៀប៉ុន្តែឲ្យបោកដល់ថ្នាក់រាប់ម៉ឺន$គឺខ្ញុំមិនដឹងថាបោកបែបណាបោកបែបវិនិយោគឬក៏ស្អីខ្ញុំអត់ដឹងចង់និយាយចឹងណាប៉ុន្តែបើខ្ញុំវិញណានេះខ្ញុំប្រើនេះខ្ញុំត្បិតតែខ្ញុំមានគោលដៅចង់បានបរទេសជាដៃគូប៉ុន្តែខ្ញុំយកសតិបញ្ញាខ្ញុំមកគិតណាបងប្អូនមកគិតយ៉ាងម៉េចទី1ខ្ញុំដាក់គោលដៅខ្ញុំអត់លោភលន់ទេទី2គឺខ្ញុំអត់ចង់បានរបស់គេទេបើសិនជាគេមិនឲ្យដែលស្រេចចិត្តហើយទី3គឺខ្ញុំគិតថាបើបរោះណាដែលចេញឲ្យខ្ញុំចេញលុយឲ្យនេះឲ្យនោះគឺខ្ញុំអត់យកធ្វើជាប្តីទេពីព្រោះអីអាហ្នឹងហើយទៅថ្ងៃអនាគតរស់នៅមួយគ្នាក៏អត់ស្រួលដែរមនុស្សប្រុសបែបហ្នឹងមានន័យថាកំរិះផងហើយគិតពីគេហៅថាកាក់ល្អិតចង់និយាយចឹងកាក់ល្អិតអញ្ចឹងមានន័យថាធ្វើអីក៏ជួយចេញគ្នាសៀគ្នាអីចឹងអត់ទាន់បានជាប្តីប្រពន្ធឬក៏មិនទាន់បានទៅថ្ងៃអនាគតផងស្រាប់ដើមធ្វើបែបហ្នឹងគឺខ្ញុំអត់យកទេអញ្ចឹងខ្ញុំគិតថាវីដេអូនេះបងប្អូនដែលចង់បានគ្រួសារបរទេសហើយមានវិធីសាស្ត្រផ្សេងដែលគេនិយាយមកឲ្យលុយយើងចេញពីកប៉ៅយើងទៅឲ្យគេបងប្អូនកុំឲ្យគេឲ្យសោះប៉ុន្តែបងប្អូនអាចធ្វើបែបនេះបានបើសិនជាគេមកជួបយើងថ្ងៃខួបកណើតអីទិញបាច់ផ្កាមកបាច់ឬក៏កាហ្វេអីនៅពេលដែលគេចូលហាងគេចេញរហូតដល់យើងនេះមរៀលខ្មែរក៏រៀនចេញអាហ្នឹងក៏អត់ល្អដែរអាហ្នឹងគឺយើងជួបគេហើយហ្នឹងលុយតិចតួចឧទាហរណ៍កាហ្វេឬក៏របស់តិចតួចខោអាវអីsouvenirអីហ្នឹងយើងទិញឲ្យគេទៅរបស់តិចតួចអត់បញ្ហាទេប៉ុន្តែលុយច្រើនកុំឲ្យសោះនឹងយើងមិនចាញ់បោកគេទេអញ្ចឹងវីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូនផ្សេងប្រយ័ត្នឲ្យហើយដូចខ្ញុំអញ្ចឹងខ្ញុំនិយាយចឹងថាមានបងប្អូនច្រើនណាស់ដែលគាត់ចាញ់បោកគេហើយខ្ញុំអត់ចង់ឲ្យបងប្អូនផ្សេងទៀតចាញ់បោកគេដែរហើយខ្ញុំក៏អត់និយាយថាបរទេសទាំងអស់គឺល្អដែរយ៉ាងនិយាយចឹងណាប៉ុន្តែមានអ្នកល្អមានអ្នកអាក្រក់បើសិនជាបងប្អូនគិតថាបរទេសសិតតែបោកទាំងអស់បងប្អូននឹងមិនបានជួបគូទេចាអរគុណបាយ